រវាងការអានអក្សរសិល្ប៍តាមរយៈសៀវភៅដោយផ្ទាល់និងការស្ដាប់តាមរយៈការអានដោយគេអាននៅក្នុង channel YouTube ឬក៏ប្រព័ន្ធ digital ផ្សេងៗមួយណាដែលធ្វើឲ្យបងអូនងាយយល់ឆាប់ចាប់បានឬក៏ចេះជាងនេះគឺជាសំណួរដែលបងទទួលបានពីអូនដែលគាត់កំពុងតែស្វាស្វែងរៀនអក្សរសាស្ត្រខ្មែរសម្រាប់ពីបងទៅបងចង់ឲ្យអូនវិភាគទាំងគុណសម្បត្តិនិងគុណវិបត្តិតោះអញ្ចឹងសម្រាប់ការដែលបងអូនអានសៀវភៅបងអូននឹងត្រូវចំណាយពេលចឹងបងអូននឹងត្រូវចំណាយពេលច្រើនពីព្រោះมันប្រកាសថាល្បឿននៃការអានរបស់បងអូនគឺបែបណាទេចឹងត្រូវការឲ្យអូនចាយពេលអញ្ចឹងបើអូនចាយពេលអញ្ចឹងអូនអានបដាអូនអាចនឹងហៅថាអូនអាចនឹងជួបពាក្យពេចន៍ណាដែលអូនអត់ចេះអត់យល់ពីព្រោះនៅក្នុងសម័យកាលនេះបងប្អូននៅក្នុងស្ថិតនៅក្នុងសម័យកាលមួយដែលជឿនលឿននឹងការនិយាយស្ដីអីផ្សេងគឺវាទៅតាមបែបបទនៃសម័យកាលផងបងប្អូនប៉ុន្តែអ្នកនិពន្ធអក្សរសិល្ប៍ជាច្រើនគឺគាត់ស្ថិតនៅក្នុងសម័យកាលផ្សេងទៀតអាចថានៅក្នុងតាំងពីជំនាន់សម័យបារាំងឬមុនបារាំងអីអញ្ចឹងចឹងការលេងពាក្យពេចន៍គឺខុសសម័យកាលគ្នាអាចធ្វើឲ្យអូនពិបាកឬក៏ពេលខ្លះអូនជួបពាក្យដែលធំមានន័យថាបងអូនជួបពាក្យដែលបងអូនអត់ធ្លាប់ជួបអញ្ចឹងវាធ្វើបងអូនតាក់ក្នុងការអានប៉ុន្តែបើសិនជាបងអូនស្ដាប់គឺគេអានឲ្យបងអូនស្ដាប់យ៉ាងហោចណាស់គឺត្រឹមចន្លោះពីអាចថា30នាទីទៅដល់2ម៉ោងជាងចោះអានឹងទៅតាមសាច់រឿងវែងឬខ្លីអញ្ចឹងបងអូនស្ដាប់អញ្ចឹងគេអានទៅគឺដោយរលូនហើយបងអូនយកចិត្តទុកដាក់ស្ដាប់ហើយបងអូនជ្រើសរើសអ្នកដែលអានមានសម្លេងល្អទៀតអានឹងគឺធ្វើឲ្យបងអូនជក់ចិត្តទៅតាមនឹងប៉ុន្តែវានឹងធ្វើឲ្យបងអូនមានន័យថាវានឹងធ្វើឲ្យបងអូនជួបការលំបាកនៅពេលដែលបងអូនអានអក្សរដោយសារតែនៅពេលដែលបងអូនស្ដាប់ទៅបងអូនស្ដាប់យូរទៅបងអូននឹងមានគេហៅថាមានទម្លាប់ធុញមួយនៅការអានអញ្ចឹងចូលចិត្តស្ដាប់ច្រើនជាងអញ្ចឹងដើម្បីងាយស្រួលតើបងអូនគួរធ្វើបែបណាពីបងទៅបងចង់ឲ្យអូនស្ដាប់ហើយគឺមានសៀវភៅសម្រាប់ផ្ទៀងអញ្ចឹងក៏ល្អមួយយ៉ាងដែរមានថាជំនួយដល់ការអានផនបងអូនសម្រាប់ពាក្យដែលបងអូនអត់ចេះប៉ុន្តែវានៅតែជួបគុណវិបត្តិអញ្ចឹងបើសិនជាពាក្យក្នុងបងអូនអត់ដែរជួបអត់ចេះហើយគេអានហើយយើងផ្ទៀងទៀតបងអូននៅតែអត់យល់អំពីសាច់រឿងហ្នឹងអញ្ចឹងពីបងទៅទោះបីជាអូនអានក៏ដោយអូនស្ដាប់ក៏ដោយក៏នៅតែមិនអាចទទួលបាននៅគេថាទទួលបាននៅចំណេះដឹងពេញលេញដែរបើសិនជាករណីបងអូនអត់យកចិត្តទុកដាក់បងអូនអត់បានឆង់ជាមួយនឹងការដែលបងអូនសិក្សាអក្សរសិល្ប៍មួយហ្នឹងគឺបងអូនមិនអាចទទួលបានចំណេះដឹងទេអញ្ចឹងពីបងទៅអានហើយស្ដាប់ហើយបងចង់ឲ្យអូនជួបអ្នកប្រឹក្សាមានន័យថាទៅជួបលោកគ្រូអ្នកគ្រូសួរយោបល់ពីអ្នកដែលគាត់ចេះអំពីរឿងហ្នឹងមានបទពិសោធន៍ចំពោះការសិក្សារឿងហ្នឹងអញ្ចឹងបងអូននឹងទទួលបានចំណេះដឹងនិងការបញ្យល់ពីគាត់ពីព្រោះបងអូនដឹងស្រាប់ហើយថាសម័យកាលរវាងបងអូនរស់នៅនិងសម័យកាលក៏ដូចជាសង្គមបរិយាកាសក្នុងអក្សរសិល្ប៍ដែលបងអូនសិក្សាគឺវាខុសគ្នាអញ្ចឹងតើបងអូនមានជំនួយពីមនុស្សជាក់ស្ដែងដូចជាបងឬក៏ដូចជាលោកគ្រូអ្នកគ្រូនៅទល់មុខបងអូនហើយគាត់នឹងរាយរាប់កាយវិការអីមើលទៅមានសិលវិធីបញ្ចេញបញ្ចូលបែបគាត់ទៅកាន់បងអូនទៀតគឺធ្វើឲ្យបងអូនហ្នឹងគឺកាន់តែចេះច្បាស់ហ្មងអញ្ចឹងពីបងទៅអានក៏ដោយស្ដាប់ក៏ដោយត្រូវការអ្នកដែលជួយបញ្យល់បងអូនបន្ថែមព្រោះបងដឹងថាសម័យកាលសង្គមបរិយាកាសនៅក្នុងរឿងនិងអ្វីដែលបងអូនកំពុងជួបប្រទះអត់ដូចគ្នាអញ្ចឹងវាធ្វើឲ្យបងអូនអាចនឹងពិបាកស្ទាបស្ទង់ឬក៏ដកស្រង់ស្ថានភាពទាំងអស់នឹងចេញមកអញ្ចឹងពីបងទៅអត់មានអីទៀតទេណាបាយបាយ